រឿងគ្រោះថ្នាក់ចរាចរណ៍មួយយើងយកក្រុម MMO សឹងថាមកកងពលទៅស្រោចសម្ភាសញុកក្បាលមីក្រូសឹងចូលដល់មាត់របស់អ្នកដែលជាដែលតែពាក់ព័ន្ធគឺថាប្រសិទ្ធប្រសាច់ថាអាណាធិបតេយ្យពេញទំហឹងតែម្ដងយើងមើលទៅឃើញថាអូយស្រុកខ្មែរសេរីភាពសារព័ត៌មាននេះមានពេញទំហឹងហ្មងគឺមើលទៅឃើញថាភ្លាមគឺគេចោះទៅថតផ្សាយគឺថាប្រពាក់ប្រពូនសម្ភាសអ្នកនេះសម្ភាសអ្នកនោះថតអ្នកនេះថតអ្នកនោះសន្និដ្ឋានបែបនេះសន្និដ្ឋានបែបនោះបែកខ្ទិះនេះឬគឺជាសេរីភាពសារព័ត៌មានបងប្អូនខ្ញុំជាអ្នកដែលផ្សព្វផ្សាយព័ត៌មានដែរនេះឬគឺជាសេរីភាពសារព័ត៌មានខ្ញុំមករស់នៅសហរដ្ឋអាមេរិកនេះពីឆ្នាំ2014ឥឡូវ2026ហើយ2014ថ្ងៃទី14ខែកុម្ភៈត្រូវថ្ងៃ Valentine's Day ទៀតដែលខ្ញុំជន់ដីអាមេរិកដែលមករស់នៅទីនេះឥឡូវនេះថ្ងៃនេះខែមីនាហើយដូច្នេះវា12ឆ្នាំជាងហើយបងប្អូន12ឆ្នាំជាងហើយអត់មានដែលឃើញឲ្យគ្រោះថ្នាក់ចរាចរណ៍ខ្ញុំឃើញគ្រប់កន្លែងពួកខ្ញុំនៅគ្រប់កន្លែងដំបូងខ្ញុំនៅទីក្រុង Lowell រដ្ឋ Massachusetts បាន2ឆ្នាំជាងខ្ញុំឃើញអស់ហើយគ្រោះថ្នាក់ចរាចរណ៍មិនមែនអត់កើតឡើងទេសុកនេះក៏កើតដែរគោរពច្បាប់ប៉ុណ្ណាក៏ដោយពេលដែលខ្ញុំមកនៅរដ្ឋ Virginia នៅជិតរដ្ឋធានី Washington ហ្នឹងប្រហែលជា15នាទីពីរដ្ឋធានី Washington បើកឡានទៅគឺនៅទីក្រុង Arlington ក៏ខ្ញុំបានឃើញគ្រោះថ្នាក់ចរាចរណ៍ហ្នឹងដែរខ្ញុំរស់នៅទីនោះបាន 2-3 ឆ្នាំខ្ញុំក៏បានទៅរស់នៅឯតំបន់ Silver Spring ឬក៏ Wheaton នៅឯ Maryland នៅតំបន់ដែលខ្ញុំទៅធ្វើការឲ្យវិទ្យុអាស៊ីសេរីហ្នឹងនៅជាប់រដ្ឋធានី Washington ដែរជិះឡានប្រហែលជា25នាទីទៅកន្លែងធ្វើការនៅរដ្ឋធានី Washington ខ្ញុំរស់នៅទីនោះក៏ឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងមិនលុះថ្ងៃដែរក្រោយមកក៏ខ្ញុំបានរើមកនៅទីក្រុង Long Beach រដ្ឋ California កាលពីឆ្នាំ2022រស់នៅទីនេះបាន3ឆ្នាំជាង4ឆ្នាំក៏ឃើញគ្រោះថ្នាក់ចរាចរណ៍ជាហូរហែមិនដែលលុះថ្ងៃដែរក៏ប៉ុន្តែអ្វីដែលខ្ញុំអត់ឃើញនៅក្នុងរយៈពេល10ឆ្នាំជាងនេះនៅក្នុងសហរដ្ឋអាមេរិកដែលគ្រោះថ្នាក់ចរាចរណ៍ខ្ញុំឃើញស្ទើរតែរាល់ថ្ងៃដូចតែយើងឃើញនៅកើតនៅស្រុកខ្មែរអ្វីដែលខ្ញុំអត់ឃើញគឺអត់ឃើញក្រុម MMO ប្រពាក់ប្រពូនទៅកន្លែងកើតហេតុដើម្បីថតសម្ភាសអ្នកនេះអ្នកនោះថតអញញ៉ៃប្រសិទ្ធប្រសាច់ពេញទឹកពេញដីចឹងអត់ដែលឃើញសោះតើសេរីភាពសារព័ត៌មាននៅសហរដ្ឋអាមេរិកនេះរងការរឹតបន្តឹងយ៉ាងដំណំឬក៏យ៉ាងម៉េចបានជាប្រជាពលរដ្ឋមិនអាចទៅចោះយកព័ត៌មានដល់កន្លែងកើតហេតុឬក៏យ៉ាងម៉េចទៅវិញការដែលប្រពាក់ប្រពូនរបស់ក្រុម MMO នឹងមិនមែនបានន័យថាអស់លោកបង្ហាញពីសិទ្ធិសេរីភាពសារព័ត៌មានទេបង្ហាញពីភាពអាណាធិបតេយ្យខាងវិស័យសារព័ត៌មានព្រោះភាពអាណាធិបតេយ្យនេះគឺក្រុម MMO នេះចូលដល់ប៉ុស្តិ៍ប៉ូលីសទៀតចូលដល់ស្នាក់ការចូលដល់អីចុះទៅអញញ៉ៃរហូតដល់តែគេមិនអាចធ្វើការពេលខ្លះធ្វើការមិនកើតទេដោយសារតែជួនកាលរឿងករណីខ្លះជារឿងស៊ើបអង្កេតសម្ងាត់រឿងអីហ្នឹងគឺយើងទៅសួរបាច់ខ្ទិះអញញ៉ៃផ្អើលសាកសីមួយចំនួនភ័យខ្លាចលែងមកផ្ដាល់សក្ខីកម្មអីយុទ្ធធម៌អីគឺយើងធ្វើឲ្យដេះផ្ដាស់អញ្ចឹងបានថាស្រុកខ្មែរយើងគឺយើងធ្វើឲ្យមានរូបភាពមួយថារដ្ឋាភិបាលអត់អាចទៅបង្ក្រាបក្រុមអ្នកដែលយកសារព័ត៌មាន MMO អីនេះព្រោះអីគឺគេគោរពច្បាប់សេរីភាពសារព័ត៌មានកម្ពុជាគឺជាកោះសន្តិភាពនៃសេរីភាពសារព័ត៌មានយើងអត់អាចទៅតាមឃាត់គេបានទេនេះគឺជាសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាពលរដ្ឋមានសេរីភាពនៅក្នុងការនិយាយស្ដីក្នុងការយកព័ត៌មានតាមទីសាធារណៈដោយមិនអាចមានអ្នកណាមករារាំងបានទេនេះកម្ពុជាចង់បង្ហាញអញ្ចឹងណាបងប្អូនក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងអ្នកណានិយាយស្អីក៏ដោយអាសិទ្ធិសេរីភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងងើបមួយវាយមួយចាប់ដាក់គុកដោយសាររឿង Facebook ហ្នឹងគឺចាប់ដាក់គុកឡើងពាយឲ្យតែប៉ះពាល់រដ្ឋាភិបាលកម្ពុជានិងគណៈបកកណ្ដាលអំណាចអ្នកច្បាប់យើងហ្នឹងគឺវាអនុវត្តអញ្ចឹងនៅពេលដែលអាកន្លែងណាដែលមិនត្រឹមត្រូវយើងអនុញ្ញាតឲ្យធ្វើគឺដូចអញ្ចឹងប្រសេកប្រសាច់ MMO ចុះទៅថតព័ត៌មានដល់ភាសាតាកបីដោយមានតឹងចង្កោមអាហ្នឹងយើងឲ្យធ្វើឥឡូវចាប់ធ្វើទុកបុកម្នេញគ្នាមែនហើយដាក់ពន្ធនាគារដាក់អីមែនណាប៉ុន្តែអត់មានទៅហាមឃាត់ទៅប្រាប់អីឲ្យស្រួលបួលទេខ្លាចគេហាមឃាត់សេរីភាពសារព័ត៌មានបើដោយតាមចិត្តដល់តែពេលហើយទៅចាប់គ្នាអ្នកដែលនិយាយត្រូវនឹងរដ្ឋធម្មនុញ្ញវិញអាអ្នកប្រព្រឹត្តផ្ដេសផ្ដាស់អាណាធិបតេយ្យបែបនេះថាសេរីភាពសារព័ត៌មានបើកឲ្យពេញទំហឹងទៅតែដល់ពេលអាសេរីភាពព័ត៌មានមែនតែនសេរីភាពក្នុងការបញ្ចេញមតិយើងកំចាត់គេចោលអស់តើនេះឬជាការដែលរៀបចំដើម្បីឲ្យពិភពលោកដឹងថាយើងមានច្បាប់ទម្លាប់ត្រឹមត្រូវនេះគឺជាការបើកដៃឲ្យក្រុម MMO នឹងប្រព្រឹត្តអំពើអាណាធិបតេយ្យពេញទំហឹងខ្ញុំអត់និយាយផ្ដាច់ផ្ដាល់អីការយកព័ត៌មានរបស់បងប្អូនយើងទេខ្ញុំក៏យកព័ត៌មានដែរប៉ុន្តែគេអត់ដែរយកព័ត៌មានបែបហ្នឹងទេបងប្អូនកន្លែងកើតហេតុបើនៅស្រុកអាមេរិកនេះណាមានរដ្ឋខ្លះកុំថាឡើយដល់តែយើងចុះទៅយកព័ត៌មានកន្លែងកើតហេតុទៅប្រពាក់ប្រពូនចូលទៅញុកមីក្រូចូលក្នុងមាត់គេហ្នឹងសូម្បីតែបើករថយន្តណាពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ហ្នឹងហើយយើងអត់ព្រមបើកឲ្យលឿនទៅមុខដើម្បីឲ្យកុំឲ្យស្ទះចរាចរណ៍ហើយយើងនៅបង្កឲ្យមានការកកស្ទះចរាចរណ៍ដោយសារតែយើងឡាយរេរងឈប់មើលឬក៏ចេះតែគុណមើលក៏មានច្បាប់កំណត់ថាយើងមានទោសដែរគឺគេអត់ឲ្យយើងនៅបញ្ថយល្បឿនដើម្បីធ្វើឲ្យរាំងស្ទះចរាចរណ៍ឬក៏អាចមានគ្រោះថ្នាក់អីបន្ថែមទៀតក៏មានទោសដែរ
ហើយយើងថាចោះច្បាប់គេឲ្យកកាចមែនទេព្រោះច្បាប់គឺជាច្បាប់គឺគេការពារកុំឲ្យយើងនៅពពាក់ពពូនចុះថតចុះអីចឹងទៅវាទី1គឺវាបង្កការអកស្ទះទី2បង្កឲ្យមានដូចថាយើងធ្វើឲ្យខូចសម្ដាប់ធ្នាប់អញ្ញាចុះប៉ូលីសគេទៅណាប៉ូលីសហ្នឹងគេធ្វើអីគេអត់មានការងារគេធ្វើទេរឿងនៅពេលដែលពឹបឡើងមានគ្រោះថ្នាក់ចរាចរណ៍មួយប៉ូលីសក៏មកឡានទឹកក៏មកឡានសង្គ្រោះក៏មកមន្ត្រីពាក់ព័ន្ធគេមកអស់អញ្ចឹងបើអស់លោកអ្នកកសែតទៅយកព័ត៌មានដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះយើងចាំបាច់ជួលប៉ូលីសជួលក្រុមសង្កាត់ក្រុមខណ្ឌអីការងារសង្គ្រោះបន្ទាន់អីចាំបាច់អស់លុយបងប្អូនអីយកលុយទៅជួល MMO វិញទៅមិនអញ្ចឹងខ្ញុំមិនហាមឃាត់ទេបងប្អូនម្ដងទៀតណាខ្ញុំអត់មានឲ្យការសារដែលខ្ញុំនិយាយចឹងអូបានដៃដល់រដ្ឋាភិបាលបដ ாய் អញ្ចឹងប្រក្រាបក្រុម MMO ទៀតដែរដោយសារមួងណារ៉េតញុះញង់ឲ្យប្រក្រាបអត់សោះខ្ញុំចង់និយាយថាវិស័យសារព័ត៌មានសេរីភាពសារព័ត៌មានសិលធម៌ក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មានយើងមានកម្រិតទៅតាមការចាក់ស្ដែងដែរនៅក្នុងករណីដូចនេះគឺយើងចូលទៅគឺយើងបង្ហាញអំពីភាពអនាធិបតេយ្យនៃប្រព័ន្ធដឹកនាំរដ្ឋរបស់កម្ពុជាទេហើយសាកមិនជឿចាំមើលតែក្រសួងរដ្ឋបិទពួកគាត់នឹងស្រែកថារដ្ឋបិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានហើយចំពោះខ្ញុំបើរដ្ឋបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានបែបបាត់ផ្សារឬក៏បែបអនាធិបតេយ្យខ្ញុំអត់ជំទាស់តតទៅសោះខ្ញុំស្រឡាញ់សិទ្ធិសេរីភាពប៉ុន្តែខ្ញុំអត់គាំទ្រអំពើអនាធិបតេយ្យទេហើយខ្ញុំស្រឡាញ់សេរីភាពក៏ចង់ឲ្យរដ្ឋាភិបាលកុំទៅចាប់គេដាក់ជាប់គុកពីរឿងសັບផ្សាយព័ត៌មានគាត់ថាបងប្អូនត្រូវទុកឱកាសកន្លែងដែលកើតហេតុកន្លែងអីហ្នឹងហើយឥឡូវតែមើលដល់ពេលបងប្អូនវិភាគឃើញរឿងវាបែកអូហូស្ទឹងឯងរឿងហ្នឹងคล้ายទៅជាតុលាការប្រជាជនហេតុអីបានតុលាការប្រជាជនស្ត្រីម្នាក់បានអះអាងថាខ្លួនជាអ្នកបើករថយន្តនៅពេលដែលអ្នកផ្សេងទៀតដែល MMO សម្ភាសថាអត់ទេគេឃើញណែបរោះដែលជាកូនអភិបាលស្រុកកងមាសនឹងទេដែលជាអ្នកបើករថយន្តជាអ្នកកាន់ចង្កូតបើកបុកក្មេងនៅពេលដែលកំពុងតែស្រវឹងហើយចង់ឲ្យអ្នកនោះឯងទទួលខុសត្រូវមិនចង់ឲ្យមនុស្សណាស្ត្រីណាដែលជាស្រីស្នេហ៍ឬក៏ជាមិត្តភក្តិឬក៏ជាអីក៏ដោយមកឆ្លើយជំនួសដើម្បីឲ្យកូនរបស់អភិបាលស្រុកកងមាសនេះរួចខ្លួនពីអំពើល្មើសទេអ្នកប្រជាពលរដ្ឋកំពុងតែឆ្លោះគ្នារឿងអញ្ចឹងរឿងអ្នកណាកាន់ចង្កូតមិនមែននាងម្នាក់នោះជាអ្នកកាន់ចង្កូតទេគឺឲ្យបរោះម្នាក់ដែលជាកូនអភិបាលស្រុកកងមាសនឹងជាអ្នកកាន់ចង្កូតព្រោះដើម្បីឲ្យគាត់ទទួលខុសត្រូវមិនឲ្យរួចខ្លួនរឿងហ្នឹងកំពុងតែទៅអញ្ចឹងហ៎បងប្អូនប៉ុន្តែខ្ញុំសួរសំណួរមួយយ៉ាងខ្លីបងប្អូនចង់បានអីឲ្យប្រកាសពីករណីគ្រោះថ្នាក់ចរាចរណ៍នេះយើងចង់រកយុត្តិធម៌ឲ្យជនរងគ្រោះដែលជាកុមារកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិនដឹងស្លាប់ឬរស់មិនអញ្ចឹងហ៎ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងយើងកំពុងតែរកអ្នកណាទទួលខុសត្រូវឲ្យពិតប្រាកដរឿងនេះមាន2បងប្អូនជារឿងរកយុត្តិធម៌ជូនជនរងគ្រោះពិតមែនហើយចង់ឲ្យកុមារហ្នឹងបានទទួលយុត្តិធម៌កុំឲ្យគេខ្លែងព័ត៌មានអីថាអ្នកនេះបើកអ្នកនោះបើកអាហ្នឹងគឺជាដំណើររកយុត្តិធម៌រាប់ផុសតាងដោយខ្លួនឯងមិនចាំបាច់តុលាការមិនចាំបាច់ប៉ូលីសទេគឺតុលាការប្រជាជនតុលាការ Facebook តុលាការ MMO ការរកយុត្តិធម៌បែបនេះមិនបានយុត្តិធម៌ទេបងប្អូនគឺយើងនឹងធ្វើឲ្យសង្គមនេះចលាចលហើយបង្ហាញអំពីភាពអនាធិបតេយ្យកាន់តែខ្លាំងហើយយើងនឹងបង្ហាញថាតុលាការកាត់ក្តីយ៉ាងណាប៉ូលីសសម្រេចយ៉ាងណាក៏អត់បានដោះស្រាយបញ្ហាបានដែរដោយសារតែយើងនាំគ្នាមានបូរេនិច្ឆ័យយើងសន្និដ្ឋានសន្មត់ទុកជាមុនថាអ្នកណាមានទោសអ្នកណាមានកំហុសបាត់ទៅហើយនៅក្នុងច្បាប់ចែងហើយថាគឺយើងមានគោលការណ៍សញ្ញទាននិរទោសបានន័យថាគ្មានបុគ្គលណាគ្មានអ្នកណាម្នាក់ត្រូវคล้ายទៅជាជនអក្រិតឬក៏ចោទប្រកាន់ថាមានសន្មត់ថាមានទោសមុននឹងតុលាការរកឃើញថាមានទោសទេឥឡូវនេះគឺយើងកំណត់រកទោសឲ្យហើយអស់ហើយគឺម្នាក់ដាក់សម្ពាធទៅលើបរិះម្នាក់ដែលជាកូនអភិបាលស្រុកកងមាសនឹងថាជាជនដៃដល់ជាអ្នកប្រព្រឹត្តហេតុអីបានអញ្ចឹងព្រោះមនុស្សគ្រប់គ្នាដូចជាសង្កត់ធ្ងន់ថាអ្នកនោះឯងជាអ្នកកាន់ចង្កូតអញ្ចឹងមិនអាចស្ត្រីមកឆ្លើយជំនួសថាខ្លួនជាអ្នកកាន់ចង្កូតបងប្អូនខ្ញុំជឿថានៅលើលោកនេះណាគ្មានអ្នកណាម្នាក់ដែលបើនឹងប្រព័ន្ធយុតិធម៌ធំទៅចិត្តសឿងទៅហ៊ាននិយាយកុហកការពិតថាខ្លួនជាអ្នកប្រព្រឹត្តដើម្បីឲ្យអ្នកណាម្នាក់រួចខ្លួនកំរមានរឿងនឹងកើតឡើងណាតើស្ត្រីនោះស្មោះស្ម័គ្រនឹងបរិះនោះប៉ុណ្ណាទៅដែលហ៊ានការពារដើម្បីទម្លាក់កំហុសមកខ្លួនឯងស្រុកខ្មែរយើងលឺច្រើនណាឲ្យតែមានការអីរត់ចោលឡានរត់ចោលអីហើយបកកាយគ្រប់យ៉ាងមិនដែលប៉ះពាល់តាក់ទងនឹងការទទួលខុសត្រូវអីសោះស្រាប់តែសុកមកដល់ក្នុងព្រឹត្តិការណ៍នេះស្រាប់តែមានស្ត្រីម្នាក់ដែលបងប្អូនមើលឃើញគ្រប់គ្នាថាគាត់បានអះអាងថាគាត់ជាអ្នកបើករថយន្តមិនមែនបរិះនោះជាអ្នកបើកទេហើយមតិសាធារណជនទូទៅគិតថានេះជាឱកាសសម្រាលបន្ទុកឲ្យបរិះនោះទៅវិញដើម្បីយកបន្ទុកដាក់លើខ្លួនឯងឲ្យកូនអភិបាលស្រុកកងមាសរួចខ្លួនបងប្អូនបើយើងនិយាយអំពីសច្ចធម៌បើនារីនោះទទួលស្គាល់ថាខ្លួនជាអ្នកកាន់ចង្កូតរឿងនេះគឺត្រូវចប់ត្រឹមនឹងសិនហើយចប់ត្រឹមថាឥឡូវយើងរកឃើញអ្នកណាដែលជាអ្នកកាន់ដៃចង្កូតវាអត់សំខាន់ត្រូវតែដើម្បីដាក់
គុកដាក់ច្បាប់អីប៉ុន្តែសំខាន់ដឹងថាតើអ្នកទទួលខុសត្រូវសិនហើយយើងដោះស្រាយរកយុត្តិធម៌ឲ្យក្មេងប្រុសនោះថាតើការបើកបរនៅក្នុងលបឿនបណ្ណាតើស្ត្រីនោះស្រវឹងស្រាដែរឬទេតើគាត់គោរពច្បាប់ចរាចរណ៍មានបានបើកបរត្រឹមត្រូវដែរឬទេហើយមានឃើញក្មេងនឹងដែរឬទេភ្នែកនឹងមានបញ្ហាដែរឬទេអីឡាក់នឹងឡាក់វិភាគសពបែបយ៉ាងហេតុអីបានឡានពេលហ្នឹងបើកទៅប៉ះពីតើគាត់មានគ្រាអាសន្នត្រូវលើកទូរស័ព្ទពងជជែកគ្នាឬក៏ធ្វើអីមិនបានកាន់ចកូតរឿងនឹងច្រើនទៀតប៉ុន្តែសំខាន់គឺបើមានអ្នកទទួលខុសត្រូវរឿងនឹងវាចប់ត្រឹមប៉ុណ្្នឹងសិនហើយទទួលខុសត្រូវត្រង់ថាមនុស្សម្នាក់ទទួលខុសត្រូវចំពោះបាត់ល្មើសគឺត្រូវហៅគាត់មកសួរហើយត្រូវយកកាមេរ៉ាសុវត្ថិភាពអីមកជួយនឹងសាកសីផ្សំផងដើម្បីឲ្យដឹងថាតើគាត់ពិតជាអ្នកបើកបរហើយបើគាត់ពិតជាអ្នកបើកបររឿងនោះវាចប់ត្រឹមថាឲ្យគាត់ទទួលខុសត្រូវចំពោះបាត់ល្មើសចប់ប៉ុន្តែឥឡូវនិយាយរឿងមិនមែនត្រឹមប៉ុណ្្នឹងទេនារីម្នាក់ហ្នឹងអះអាងថាគាត់ជាអ្នកបើកបរប្រជាពលរដ្ឋចាប់ផ្ដើមថាម្នេះបុរសនៅក្នុងឡានហ្នឹងគឺជាអ្នកបើកបរឲ្យស្រវឹងអួតនួកាន់ដៃចង្កូតចឹងបានតែចង់ឲ្យធ្ងន់ជាងហ្នឹងក្រែងលោខ្លាចនាងនោះបើគាត់បើកបរកាន់ដៃចង្កូតក៏អត់ស្រវឹងស្រាក្នុងពេលបើកបរខ្លាចទោសនឹងវារៀងស្រាលពេកអីចឹងទៅបងប្អូនយើងនាំគ្នាចាប់ផ្ដើមចាប់កំហុសដើម្បីឲ្យមនុស្សជាប់គុកយើងអត់ប្រឹងរកយុត្តិធម៌ទាំងអស់គ្នាទេខ្ញុំមើលឃើញចាស់ឥឡូវគិតថាចុះបើស្ត្រីនោះជាប្អូនយើងជាបងយើងជាសាច់ញាតិរបស់យើងគិតដូចអញ្ចឹងដែរទេយើងគិតថាចុះបើមានការអីមានបញ្ហាអីអញ្ចឹងទៅតើដឹងរឿងហ្នឹងវាយ៉ាងម៉េចឥឡូវហ្នឹងយើងគឺចង់ឲ្យគាត់ជាប់គុកតើមិនចង់ថាមិនឲ្យស្ត្រីនឹងជាប់គុកទេឥឡូវនឹងចង់ឲ្យបុរសនោះជាប់គុកជាងព្រោះអីបើស្ត្រីនឹងជាប់គុកដូចរៀងស្រាលពេកមិនអញ្ចឹងឯងបើគាត់អត់ស្វឹងស្រាអីផងអញ្ចឹងអាចទោសទណ្ឌថាបើកឲ្យរបួសអីចរាចរណ៍អីអញ្ចឹងជាប់គុកមួយឆ្នាំ2ឆ្នាំអីអញ្ចឹងទៅដោយអចេតនាឬក៏ដោះស្រាយបំណុលសំណងអីលាក់នឹងលាក់រួចខ្លួនបាត់ប៉ុន្តែបើឲ្យបុរសនោះដែលជាកូនអភិបាលស្រុកកងមាសនោះជាប់គុកវិញគឺគាត់មានណែគេហៅស្វឹងស្រាផងអីផងអញ្ចឹងគឺសុបាយចិត្តហើយមិនអញ្ចឹងឲ្យគាត់ជាប់គុកហើយជាប់ច្រើនទៀតព្រោះអីស្វឹងហើយណាមួយជាកូនអភិបាលស្រុកកងមាសផងគឺនេះគឺជារូបភាពនៃការសងសឹកបងប្អូនមិនមែនជារូបភាពនៃការរកយុត្តិធម៌ទេគឺបងប្អូនសងសឹកដោយសារកំហឹងចំពោះអ្នកមានអំណាចហើយនេះគឺជាវិញ្ញាសាមួយធំណាសម្រាប់បងប្អូនជាពិសេសថ្នាក់ដឹកនាំប្រទេសកម្ពុជាយកទៅគិតពិចារណាឲ្យមែនតើមិនមែនជារឿងរកយុត្តិធម៌សម្រាប់ជនរងគ្រោះទេគឺជាការរកយុត្តិធម៌ប្រឆាំងទៅនឹងរបៀបដឹកនាំបែបផ្ដាច់ការនិងបកពួកនិយមនិងក្រុមនិយមដែលអ្នកមានអំណាចរួចខ្លួនអ្នកក្រគឺដឹងតារងទុក្ខវេទនាអត់មានយុត្តិធម៌យើងឃើញមើលឲ្យហួសឲ្យឆ្ងាយពីយ៉ាងហ្នឹងទៀតរឿងអ្នកទទួលខុសត្រូវរឿងមួយប៉ុន្តែគេចង់ឲ្យកូនរបស់លោកអភិបាលស្រុកកងមាសនេះទទួលខុសត្រូវទៅវិញដើម្បីអីប្រជាពលរដ្ឋអត់ពេញចិត្តនឹងអាជ្ញាធរទេប្រជាពលរដ្ឋអត់ពេញចិត្តនឹងសមត្ថកិច្ចទេប្រជាពលរដ្ឋអត់ពេញចិត្តនឹងអ្នកកាន់អំណាចទេប្រជាពលរដ្ឋអត់ពេញចិត្តនឹងរបៀបដឹកនាំរដ្ឋបែបបកពួកនិយមគ្រួសារនិយមកាងអន្តរាគមន៍នឹងទេជំងឺនេះរ៉ាំរ៉ៃយូរហើយបងប្អូនមិនមែននៅពេលនេះទេជំងឺនេះគឺជាជំងឺមហារីករ៉ាំរ៉ៃសូមមើលឲ្យហួសពីគ្រោះថ្នាក់ចរាចរណ៍មើលអំពីបញ្ហាសង្គមទាំងមូលហេតុអីបានជាប្រជាពលរដ្ឋមិនព្រមទទួលយកឲ្យស្ត្រីម្នាក់ដែលសារភាពសុំទទួលខ្លួនថាជាអ្នកបើករថយន្តបង្កឲ្យមានគ្រោះថ្នាក់យើងកម្ររកអ្នកទទួលខុសត្រូវបានណាយើងដឹងហើយសង្គមយើងគឺចាប់ដូចតុងអញ្ចឹងគឺកលិចឲ្យរួចខ្លួនអត់យកទទួលកំហុសប៉ុន្តែយើងទទួលស្គាល់ថាបើមានមនុស្សម្នាក់ព្រមទទួលកំហុសគឺជារឿងសេចក្តីថ្លៃថ្នូរមួយដែលមិនធ្លាប់មានទេក្នុងសង្គមខ្មែរនេះជាលើកដំបូងហើយដែលខ្ញុំឮគួរកោតសរសើរស្ត្រីនោះដែលយកខ្លួនមកពាំងហើយហ៊ាននិយាយការដោយមិនខ្លាចជាប់គុកថាខ្លួនគឺជាអ្នកកាន់ក្តីចង្កូតទេមិនមែនបរោះនោះទេភ្លាមហ្នឹងអ្នកទាំងអស់គ្នាគិតថានាងកំពុងតែនិយាយការពារកុំឲ្យបរោះដែលនៅក្នុងរថយន្តហ្នឹងជាប់គុកជាប់ច្បាប់មិនដឹងស្រឡាញ់គ្នាប៉ុណ្ណាឬក៏ស្មោះស្ម័គ្រជាមិត្តភក្តិប៉ុណ្ណាហ៊ានការពារជាបើយើងនិយាយអំពីសាច់រឿងដូចប្រឡោមលោកវិញណានារីនេះគឺជានារីអស្ចារ្យមែនទែនគឺបានន័យថាមិនខ្លាចនៅក្នុងការការពារមនុស្សដែលជាទីស្រឡាញ់របស់ខ្លួនណាយើងរៀនសូត្រពីបទពិសោធន៍មួយនេះនឹងយើងនឹងឃើញអំពីចំណុចល្អមួយរបស់នារីនេះនៅក្នុងសាច់រឿងខ្ញុំអត់និយាយពីរឿងបុកក្មេងទេព្រោះការបុកគឺជារឿងអក្រិតកម្មប៉ុន្តែរឿងសង្គមរឿងសិលធម៌រឿងសុជីវធម៌រឿងសេចក្តីស្រឡាញ់គឺជារឿងថ្មីមួយទៀតដែលបង្ហាញថានារីម្នាក់នេះគឺជានារីដែលស្មោះស្ម័គ្រហ៊ានការពារហ៊ានទទួលខុសត្រូវចំពោះរឿងអីហ៊ានយកជីវិតរបស់ខ្លួនទៅដាក់ពាំងមនុស្សដែលជាទីស្រឡាញ់របស់ខ្លួនកម្រមានណាស់បងប្អូនរឿងនេះខ្ញុំនិយាយថាយើងមើលឲ្យហួសពីគ្រោះថ្នាក់ចរាចរណ៍នឹងបន្តិចឥឡូវខ្ញុំទុកនារីដ៏ស្មោះស្ម័គ្រនេះនៅម្ដុំសិនខ្ញុំវិលមករឿងកូនអភិបាលស្រុកកងមាសនេះវិញម្ដងទៀតយើងមើលឲ្យឆ្ងាយជាងនឹងបងប្អូនរឿងនេះមិនមែនជារឿងដែលចង់រកយុត្តិធម៌ទេរឿងនេះគឺជារឿងចង់បង្ហាញអំពីកំហឹងរបស់ប្រជាពលរដ្ឋសាធារណជនទូទៅថាមនុស្សដែលមានអំណាចមនុស្សដែលអាងខ្សែអាងអន្តរាគមមានអីបន្តិចទេហៅគ្នាកន្លះអង្គហេតុទៅជាគ្រោះថ្នាក់ធ្ងន់មកជាគ្រោះថ្នាក់ស្រាលដើម្បីបន្ធូរទោសឬអីគ្មានប្រព័ន្ធយុត្តិធម៌ត្រឹមត្រូវនេះគឺជាការបង្ហាញអំពីជំងឺមហារីកនៃការមិនទុកចិត្តទៅលើរបៀបដឹកនាំរដ្ឋទេបងប្អូនមិនមែនតែរឿងគ្រោះថ្នាក់ចរាចរណ៍នឹងមួយទេនេះជាជំងឺមហារីកដែលត្រូវការដោះស្រាយឲ្យឆាប់កាន់តែអាចធ្វើទៅបានហើយជាមេរៀនសម្រាប់មនុស្ស
មនុស្សទាំងអស់នៅក្នុងជួរដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃយកទៅកែលម្អសំទោសកែតម្រង់អត់កែលម្អទេកែតម្រង់ឲ្យស៊ីជម្រៅដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជឿលើសមត្ថកិច្ចជឿលើអាជ្ញាធរនៅពេលដែលប្រជាពលរដ្ឋមិនជឿទុកចិត្តទៅលើកម្លាំងសមត្ថកិច្ចនៅក្នុងការដោះស្រាយរោគយុត្តិធម៌ប្រទេសនេះកលាប់ចាក់ហើយព្រោះយើងមានស្ថាប័នរដ្ឋយើងមានស្ថាប័នប៉ូលីសយើងមានស្ថាប័នតុលាការយើងមានស្ថាប័នសភាយើងមានស្ថាប័នប្រជាពលរដ្ឋនៅក្នុងសង្គមជួយគ្នាជាចំហជាភ្នែកប៉ុន្តែនៅពេលនេះគឺស្ថាប័នខាងលើគឺគាំងអស់ហើយនៅតែស្ថាប័នខាងក្រោមទេគឺតុលាការប្រជាជនការដោះស្រាយបញ្ហាបែបនេះកម្ពុជាគឺឈ្មោះទៅរកជ្រោះមរណៈហើយយើងអាចដោះស្រាយបញ្ហាបែបនេះទេថ្ងៃណាមួយយើងនឹងឃើញប្រជាពលរដ្ឋបែកគ្នាបែកក្បាលបែកក្បូងតាមផ្លូវដោយអត់រកយុត្តិធម៌អីគឺវាយសម្លាប់ចោលតែម្ដងដោយឲ្យតែលឺថាអ្នកណាចោលអ្នកណាអីគឺយើងដោះស្រាយតាមបែបហ្នឹងគឺយើងមិនអាចនឹងឲ្យជាតិនេះមាននីតិរដ្ឋមានអីត្រឹមត្រូវទេដូច្នេះរឿងនេះគឺជាការដាស់សតិមេដឹកនាំកម្ពុជាឲ្យភ្ញាក់រលឹកឡើងថាការដឹកនាំប្រទេស30-40ឆ្នាំមកនេះគឺបន្សល់នៅគេមរតកបែបនេះអស់លោកចេះតែថាដុសខាត់លៀងជំរះលៀងអីឥឡូវមើលប្រជាពលរដ្ឋយកតាំងខ្លួនជាតុលាការទាំងអស់ឥឡូវវិលមករឿងនេះវិញវាលើសឲ្យខ្ញុំនិយាយឲ្យលើសពីអ្វីដែលយើងឃើញគឺប្រជាពលរដ្ឋចង់ឲ្យកូនអភិបាលស្រុកកងមាសនេះជាអ្នកទទួលខុសត្រូវគឺប្រជាពលរដ្ឋមួម៉ៅនឹងអ្នកកាន់អំណាចតែម្ដងចុះវាខុសអីឥឡូវឧទាហរណ៍បើខ្ញុំជាថាឥឡូវកូនអភិបាលស្រុកកងមាសថាជាបងប្អូនយើងជាសាច់ញាតិយើងតើយើងនឹងគិតដូច្នេះឬក៏យើងគិតផ្ទុយពីនឹងសាក់ដាក់បងប្អូនដាក់ក្នុងស្ថានភាពគាត់វិញមើលតើលោកអភិបាលស្រុកកងមាសនឹងចង់ឲ្យកូនជាប់គុកអញ្ចឹងហ៎បើមានកំហុសឆ្គងអីឡាក់នឹងឡាក់តើរឿងហ្នឹងវាកើតឡើងយ៉ាងម៉េចតើគេនឹងធ្វើបាបឃើញគេវាយបែកក្បាលហូរឈាមអីចឹងផងទៀតនៅពេលដែលកំពុងតែនៅក្នុងដៃសមត្ថកិច្ចហើយមានគេវាយទៅទៀតតើរឿងនេះវាឈឺចាប់ចុកចាប់ប៉ុណ្ណាអញ្ចឹងត្រឡប់មកវិញលោកជួននរិនដែលជាមន្ត្រីនគរបាលជាតិជាន់ខ្ពស់ក៏បានលើកឡើងតាក់ទងនឹងរឿងកាមេរ៉ាសុវត្ថិភាពនៅម្ដុំហ្នឹងបង្ហាញមកថាតាមពិតអ្នកដែលបើករថយន្តហ្នឹងគឺជាស្ត្រីនោះទេមិនមែនជាបរិះកូនអភិបាលខ្ញុំថាការដែលមានការអះអាងពីមន្ត្រីសមត្ថកិច្ចអំពីថាការពិតគឺកាមេរ៉ាសុវត្ថិភាពបង្ហាញថាស្ត្រីនោះគឺជាអ្នកបើករថយន្តដោយអ្វីដែលស្ត្រីនោះអះអាងមែនបរិះនោះវាគួរតែរងាប់ភាពរំជើបរំជួលសង្ស័យរបស់សាធារណជនបានអត់ទៀតពេលដែលមន្ត្រីប៉ូលីសនិយាយដូច្នេះសាធារណជនទូទៅវិភាគបែកខ្ទិះទៀតគេថាមើលរូបបរិះនៅក្នុងឡានខោថតទៅពណ៌ដូចជាទឹកបិចអីបន្តិចចឹងទៅហាខោថតនៅកន្លែងកើតហេតុពណ៌ខ្មៅអានៅក្នុងឡានដែលអង្គុយនៅក្នុងកន្លែងកៅអីរបស់អ្នកដំណើរដែលកៅអីបើកឡានហ្នឹងគឺជាកៅអីដែលគួរតែគាត់អង្គុយគេថាហ្នឹងគឺជារូបកាត់តឬក៏រូបអីហើយអំបោះហ្នឹងក៏បាត់ពីដៃអាសក់ហ្នឹងកាត់កាលពេលថតនៅអាកន្លែងអង្គុយនៅខាងកៅអីអ្នកដំណើរនេះគឺជាសក់វែងដល់ពេលអារូបថតនៅកន្លែងកើតហេតុសក់ខ្លីអូយវិភាគលោកឲ្យលោកខ្ញុំសុំសរសើរដោយស្មោះអស់ពីដួងចិត្តហើយបើកែមែនប៉ុន្តែបានអីមកវិញបងប្អូនយើងដឹងហើយថាបញ្ហានេះមិនមែនរឿងអ្នកណាបើករថយន្តទេមិនមែនរឿងតែគ្រោះថ្នាក់នឹងទេគឺរឿងសង្គមដែលកំពុងតែមានបញ្ហាអយុត្តិធម៌បញ្ហាអន្តរាគមន៍បញ្ហាអ្នកធំអ្នកមានអំណាចរួចខ្លួនរហូតវប្បធម៌នីតិរដ្ឋភាពប្រែថាភាពដែលប្រព្រឹត្តខុសអត់ទោសបើសិនជាយើងជាអ្នកមានលុយមានប្រាក់មានកាងមានខ្សែតែបើសិនជាបងប្អូនប្រជាពលរដ្ឋអ្នកស្រែចម្ការជាប់គុកសំបីតែលួចលហុងលួចចេកមកស្ទងអានេះជារឿងត្រូវកែសម្រួលសង្គមយើងឡើងវិញខ្ញុំសុំមិនសន្និដ្ឋានថាអ្នកណាបើកឡានអ្នកណាមិនបើកឡានកូនអភិបាលស្រុកឬកូនមិនអភិបាលស្រុកខ្ញុំអត់មានទៅវែកញែករឿងហ្នឹងហើយខ្ញុំអត់កាន់ជើងអ្នកណាទាំងអស់ទុកឲ្យសមត្ថកិច្ចដោះស្រាយសម្រាយបកស្រាយឲ្យរងយុត្តិធម៌ជូនជនរងគ្រោះព្យាបាលគាត់ទៅតែខ្ញុំថាសូមឲ្យបងប្អូនទាំងអស់យកបញ្ហានេះមករៀនសូត្ររឿងពីរដែលត្រូវរៀនសូត្រហើយត្រូវកែតម្រង់ទី1ភាពប្រពាក់ប្រពូននៃ MMO ល្មមបានហើយបងប្អូនយើងចង់បានលុយចង់បាន like ចង់បាន share បងប្អូនមិនមែនទៅដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះទេបងប្អូនទៅនេះគឺដើម្បី like ដើម្បី share នៃកាពះបាយ3ពេលរបស់បងប្អូនទេព្រោះទង្វើរកយុត្តិធម៌ឲ្យជនរងគ្រោះគេគ្មានណាគេធ្វើដោយអស់លោកទេបើធ្វើបានជោគជ័យនៅអាមេរិកម៉ោងនេះប្រហែលជាយើងដើរមិនរួចទេព្រោះគ្រោះថ្នាក់ចរាចរណ៍មានក្រុម MO មក20-30នាក់មកថតប្រសាច់ពេញផ្លូវអត់បាច់ធ្វើអីទេស្ទះឡានស្ទះម៉ូតូមិនអាចទៅធ្វើការអីបានទេអូអត់រំលងបែបនេះសង្គមនេះវានៅកាំងស្ញាញ់អញ្ចឹងហើយតែអត់ដែលឃើញមានសោះនៅស្រុកដែលប្រជាធិបតេយ្យល្អសេរីត្រឹមត្រូវវាអត់ណាវាទៅជាប្រទេសយើងដែលអះអាងថាមានប្រជាធិបតេយ្យកោះសន្តិភាពមានសេរីភាពពេញទំហឹងវាទៅជាអញ្ញាអាណាធិបតេយ្យចឹងទៅវិញអញ្ចឹងរូបភាពនេះគឺជារូបភាពមួយដែលមិនល្អតតែសោះឲ្យកាត់បន្ថយឲ្យអាញាធមមានសមត្ថកិច្ចត្រូវចាត់វិធានការឡើងវិញប៉ុន្តែយើងទៅពិបាកបន្ទោសបងប្អូន MMO ទៀតណារឿងមួយបើសិនជាគាត់អត់ចោះទៅផ្សព្វផ្សាយទេជួនកាលរឿងហ្នឹងបាត់ឈឹងតែម្ដងអត់តែម្ដងណែវាចេះតែវិញទៀតរឿងវាតែអញ្ចឹងគឺគេលំសុំកលុំគ្នាបាត់ស្ងាត់ឈឹងហុចលុយហុចកាក់អីចុះឡើងទៅរួចខ្លួនអស់អញ្ចឹងយុត្តិធម៌មិនដឹងនៅឯណា
ដល់ពេលពួកគាត់អញ្ចឹងទៅវាអាចជួយដាស់សតិអាជ្ញាធរត្រូវគេបញ្ញត្តិចេញអាកាមេរ៉ាសុវត្ថិភាពផងបញ្ញត្តិបកស្រាយប្រជាពលរដ្ឋគឺថាបើអត់ដាក់សម្ពាធចឹងអាជ្ញាធរដូចថាប្រហែលជាមិនសេវាស្ទិញអញ្ចឹងពេកទេខ្ញុំថាម៉ោងនេះគួរតែឲ្យសញ្ញាអាជ្ញាធរមានសមត្ថកិច្ចយើងគួរតែបង្កើនសេចក្តីទុកចិត្តលើស្ថាប័នរដ្ឋយើងអត់មានការទុកចិត្តគ្នាទាស់តែសោះតែម្ដងហើយដល់អញ្ចឹងមិនដឹងធ្វើការយ៉ាងម៉េចបងប្អូនយូរសូម្បីតែអាជ្ញាធរហ្នឹងក៏លុះក្របឥទ្ធិពលតឡាការ Facebook ហ្នឹងដែរត្រូវតែចេញសារនេះចេញសារនោះថតវីដេអូនេះយកអីមកបំភ្លឺអញ្ចឹងទៅដោយសារអីបើខ្លួនឯងវាអត់គេអត់ទុកចិត្តដល់អញ្ចឹងទៅចេះតែបន្សាព័ត៌មានហ្នឹងតិចទៅកុំឲ្យវាវល់វាពុលពេកដូច្នេះបងប្អូនត្រឡប់មកវិញគឺរឿងទី1គឺរឿង MMO មិញហ្នឹងគឺប្រពាក់ប្រពន្ធខ្លាំងសម្បើមណាស់អាណាធិបតេយ្យខ្លាំងណាស់តែទី2គឺរឿងនីតិរដ្ឋរឿងស្ថាប័នរឿងបពពួកនិយមរឿងអំពើពុករលួយរឿងនីតិរដ្ឋភាពហ្នឹងគឺយើងនៅតែលឺដដែលសូមជួយកែផងដើម្បីឲ្យរឿងនេះគឺវាឆាប់ចប់រឿងព្រំដែននោះរកម្មចិត្តសឹងស្លាប់ខ្លួនឥឡូវអូសអត់ផុតពីរឿងគ្រោះថ្នាក់ចរាចរណ៍ដើម្បីឲ្យកូនលោកអភិបាលកងមាសទទួលខុសត្រូវអ្នកណាទទួលខុសត្រូវអត់ចង់បានយើងដំបូងយើងចង់បានថាអ្នកណាទទួលខុសត្រូវឥឡូវមានអ្នកទទួលខុសត្រូវជាស្ត្រីមួយអត់ចង់បានតើតែកូនអភិបាលហ្នឹងព្រោះអីអត់ចូលចិត្តពួកអាជ្ញាធរអន្តរាគមនិយាយទៅគឺគាត់ខឹងតែម្ដងខឹងចង់ឲ្យតែអ្នកដែលជាអ្នកមានអំណាចហ្នឹងជាប់គុកព្រោះប្រជាពលរដ្ឋកំពុងក្តៅក្រហាយនឹងអាជ្ញាធរគឺចង់ឲ្យឃើញអាជ្ញាធរហ្នឹងទទួលបាបកម្មទទួលផលគេហៅសាបព្រោះខ្យល់ទទួលផលជាព្យុះសង្គ្រាអីអាម៉េចនោះណាអានេះគឺគេចង់អញ្ចឹងទៅវិញប្រជាពលរដ្ឋកំពុងបង្ហាញអញ្ចឹងហើយអស់លោកដឹងហើយគេស្អប់អាជ្ញាធរមែនតើស្អប់អាជ្ញាធរមានសមត្ថកិច្ចស្អប់កូនលោកធំស្អប់អ្នកមានអំណាចស្អប់ការប្រើប្រាស់លុយនៅក្នុងទឹកភ្នែករាជព្រោះអស់លោកមានលុយមានអីផឹកស៊ីសវឹងអួតនួដើរបុកគេគ្នារកតែលុយអង្គច្រកឆ្នាំងបាយ3ពេលអត់បានយើងមានលុយចូលខារ៉ាអូខេស្រីញីអូនបងហើយទៅបើកប្រទេសផ្ដាស់ឲ្យរួចខ្លួនទៀតអានឹងវាជាការរកម្មចិត្តប្រជាពលរដ្ឋអំពីគម្លាតអ្នកមានអ្នកក្រនៅក្នុងសង្គមនឹងទៀតដូច្នេះរឿងហ្នឹងហើយដែលជាវិញ្ញាសាដែលយើងត្រូវមើលបងប្អូន